ការឈ្នះឆ្នោតរបស់លោកអនុทิននេះគឺជាសញ្ញាណបញ្ជាក់ទៅពួកអភិរក្សនិយមថាការលេងហ្គេមណាឈ្លានពានការលេងហ្គេមជាតិនិយមតាមរយៈយករឿងព្រំដែនយកចំនួនព្រំដែនយកមកធ្វើជារបៀបវិរៈនយោបាយហ្នឹងគឺទទួលបានលទ្ធផលដោយអនុทินទទួលបានលទ្ធផលពីការបោះឆ្នោតអញ្ចឹងដូច្នេះហើយវាជាសញ្ញាណបញ្ជាក់ច្បាស់ណាស់ថាស្ថានភាពនៅតាមព្រំដែនគឺនឹងមិនអាចមានដំណោះស្រាយឬក៏ធ្វើឲ្យមានការប្រសើរឡើងទេវាមានតែធ្វើឲ្យពួកអភិរក្សនិយមឬក៏ពួកយោធាហ្នឹងកាន់តែបានចិត្តនៅក្នុងការបំពេញរឿងព្រំដែនកាន់តែខ្លាំងជាងមុនបើសិនជាក្នុងករណីរដ្ឋាភិបាលនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបនេះគឺខ្ញុំគិតថាកម្ពុជានឹងបាត់បង់បូរណភាពទឹកដីកាន់តែធំជាងមុនទៅទៀតបាទសម្រាប់ខ្ញុំជឿថាកម្ពុជាដឹកនាំដោយលោកហ៊ុនម៉ាណែតដែលមានសញ្ញាបត្រណាបណ្ឌិតមកពី West Point ផ្នែកខាងកងទ័ពរួមផ្សំនឹងឪពុករបស់ខ្លួនមានបទពិសោធន៍ធ្វើសង្គ្រាម 30-40 ឆ្នាំខ្ញុំថាពួកគាត់មានយុទ្ធសាស្ត្រមានវិធីសាស្ត្រនៅក្នុងការពារបូរណភាពទឹកដីវាគ្រាន់តែថាតើពួកគាត់ហ៊ាននៅក្នុងការណាដូរយកអ្វីមួយដើម្បីការពារបូរណភាពទឹកដីដែរឬទេណានិយាយឲ្យស្រួលស្ដាប់ថាតើយើងហ៊ានទេនៅក្នុងការពារបូរណភាពទឹកដីបើសិនជាក្នុងករណីសម្រាប់រដ្ឋាភិបាលសម្រេចចិត្តថាប្រើគ្រប់មធ្យោបាយនៅក្នុងការពារបូរណភាពទឹកដីមានមេរៀនពីប្រទេសជិតខាងមួយដូចប្រទេសឡាវដែលខ្ញុំធ្លាប់បានជជែកគឺគេអត់មានចាំបាច់ប្រើសង្គ្រាមទ្រង់ទ្រាយធំទេប្រើសង្គ្រាមខ្នាតតូចមិនមែនពួកថៃហ្នឹងពួកកងទ័ពថៃឬក៏ពួកសកម្មជន Facebook ថៃហ្នឹងវាលីកុងតឺន័រលូនមកទេវាដឹកមកវាមានឡានស្ទូចបើកដៃឲ្យកងទ័ពខ្មែរហ្នឹងបាញ់វាទៅហើយមិនចាំបាច់សុំណាអនុញ្ញាតធ្លាក់លើមិនបាច់សុំយោបល់អីទេហើយទៅវាចូលមកបាញ់មកខ្ញុំដោះស្រាយតាមក្រោយប្រើសង្គ្រាមខ្នាតតូចបែបហ្នឹងហើយចាំមើលវាប្រើ S16 ទៀតអត់អញ្ចឹងទៅយ៉ាងហោចណាស់ក៏វាមិនអាចដឹកកុងតឺន័រចូលមកដែរអានេះជាឧទាហរណ៍មួយទេណានៅក្នុងការពារបូរណភាពទឹកដីក៏ប៉ុន្តែបើសិនជានៅតែប្រើប្រាស់យុទ្ធសាស្ត្រការទូតរបៀបសរសេរសារអីចេះខ្ញុំអត់ជឿថាវាអាចដោះស្រាយបញ្ហានឹងបានទេខ្ញុំមិនជឿថាលិខិតការទូតប្រមាណ100សន្លឹកនឹងអាចការពារបូរណភាពទឹកដីកម្ពុជាបានឡើយជោគជ័យរបស់លោកអនុทิននេះគឺបានបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋថៃហាក់ដូចជាគាំទ្រសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាពីព្រោះដោយដែលយើងបានឃើញហើយនៅក្នុងការឃោសនាក្នុងអំឡុងពេលឃោសនាបោះឆ្នោតនោះគឺអនុทิននិងបេក្ខជនមកពីគណៈបករបស់គាត់គឺគណៈបកភូមិใจថៃហ្នឹងគឺបានប្រើប្រាស់វោហារសាស្ត្រនយោបាយធ្ងន់ជាច្រើនពាក់ព័ន្ធជាមួយនឹងការធ្វើសង្គ្រាមឈ្លានពានជាមួយនឹងប្រទេសកម្ពុជាដូច្នេះលទ្ធផលនេះគឺវាបង្ហាញឲ្យឃើញអំពីទំនោររបស់ប្រជាជនថៃពាក់ព័ន្ធជាមួយនឹងសង្គ្រាមឈ្លានពានប្រទេសកម្ពុជារបស់យើងក៏ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគិតថាលទ្ធផលនៃការបោះឆ្នោតនេះវានឹងមិននាំឲ្យមានការប្រែប្រួលខ្លាំងទៅលើស្ថានភាពទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជាថៃទេហើយយើងបានដឹងច្បាស់ហើយពីទំនោរនយោបាយនិន្នាការនយោបាយនិងយុទ្ធសាស្ត្ររបស់គណៈបកភូមិใจថៃជាពិសេសរបស់អនុทินផ្ទាល់តែម្ដងគឺជាអ្នកដែលមានទំនោរអភិរក្សនិយមរាជានិយមជ្រុលនៅក្នុងសង្គមថៃម្ល៉េះហើយការយកបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជាឬក៏ការប្រកាន់អរិយាប័ត្រតឹងរឹងជាមួយនឹងប្រទេសកម្ពុជាคล้ายទៅជារបៀបវិរៈនយោបាយសំខាន់របស់ពួកអភិរក្សនិយមនៅក្នុងប្រទេសថៃហ្នឹងណាចឹងទេស្ថានភាពព្រំដែនក៏នៅតែមានភាពតានតឹងហើយហានិភ័យនៃសង្គ្រាមជុំទី3ជុំទី4ទៀតក៏មិនប្រកាសថាអត់ដែរតែយ៉ាងណាក៏ដោយ
ក្នុងកលៈទេសៈនេះប្រសិនបើប្រទេសថៃក្រោមការដឹកនាំរបស់លោកអនុទិនជ្រើសរើសយកការធ្វើសង្គ្រាមឈ្លានពានបន្តទៀតមកលើប្រទេសកម្ពុជាខ្ញុំគិតថាវានឹងធ្វើឲ្យប្រទេសថៃជួបបញ្ហាច្រើនទៅថ្ងៃមុខទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាការទូតក៏ដូចជាមុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិដែរដោយសារតែយើងឃើញថាជាកម្រិតសេដ្ឋកិច្ចផ្ទៃក្នុងគឺថៃក៏កំពុងតែជួបបញ្ហារហូតដល់គេដាក់រហស្សនាមថាជាអ្នកជំងឺអាស៊ីដូច្នេះបើសិនជាគាត់នៅតែបន្តជ្រើសរើសយកសេណារីយ៉ូដដែលរបៀបរយៈដដែលអាហ្នឹងគឺបញ្ហាប្រទេសថៃកាន់តែធ្ងន់ធ្ងរសម្រាប់កម្ពុជាយើងខ្ញុំគិតថាយើងនៅបន្តមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈខ្ពស់គ្រប់សេណារីយ៉ូទាំងអស់មិនថាជាសេណារីយ៉ូសង្គ្រាមសេណារីយ៉ូការទូតសេណារីយ៉ូផ្លូវច្បាប់អន្តរជាតិសេណារីយ៉ូពង្រឹងជំរុញការផ្សព្វផ្សាយជាពិសេសគឺពង្រឹងសាមគ្គីឯកភាពជាតិផ្ទៃក្នុងរបស់យើងឲ្យខ្លាំងកុំឲ្យមានការបែកបាក់រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលរវាងប្រជាពលរដ្ឋជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងនិយាយរួមទៅគឺគ្រប់ផ្នែកគ្រប់កោសិកានៃសង្គមរបស់យើងចាំបាច់ត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជាកម្លាំងជាភាពធន់ផ្ទៃក្នុងរបស់យើងហើយយើងបន្តធ្វើការងារសំខាន់ដទៃទៀតក្រៅពីការងារព្រំដែនតាក់ទងជាមួយនឹងការពង្រឹងភាពធន់ខាងផ្នែកសេដ្ឋកិច្ចការបង្កើតនៅឱកាសការងារមុខរបរជូនប្រជាពលរដ្ឋនិងការកែតម្រង់ស្ថាប័នលុបបំបាត់អំពើពុករលួយបពុនិយមនិងធ្វើឲ្យអភិបាលកិច្ចរដ្ឋរបស់យើងកាន់តែរឹងមាំមានប្រសិទ្ធភាពហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងផលប្រយោជន៍ជាតិយូរអង្វែងនឹងគឺជាចំណុចដែលយើងត្រូវគិតពិចារណាបាទ